ក្នុងកម្មវិធី Word ដើម្បីដាក់ពុម្ពអក្សរបែបនេះតែយើងត្រូវធ្វើរបៀបណាហើយយើងយកពុម្ពអក្សរមួយណាបាទនេះគឺជាពុម្ពអក្សរសម្រាប់លោកគ្រូអ្នកគ្រូដែលគាត់បរៀនក្មេងៗបាទហើយវាបង្ហាញអំពីគំនូសគូសបាទយើងគូសសរសេរពីណាទៅណាមុនបាទអញ្ចឹងអ្នកទាំងនេះអាចតាមដានវីដេអូនេះបានបាទដំបូងយើងមានអក្សរធម្មតាបាទយើងមានកខអក្សរធម្មតាអញ្ចឹងមកបន្តមកទៀតអ្នកទាំងនេះ select យកវាឲ្យធំតិចមកបាទយកពុម្ពអក្សរធំតិចហើយអ្នកទាំងគ្នាទៅយក font មួយបាទ font ហ្នឹងគឺឈ្មោះខ្មែរ Arrow បាទឈ្មោះខ្មែរ Arrow នេះបើសិនជាកុំព្យូទ័រអ្នកទាំងគ្នាអត់មានទេអ្នកទាំងគ្នាត្រូវតឡើងវាណាបាទហើយបើសិនជាអ្នកទាំងគ្នាអត់មានឬក៏ចង់បានអាចឆានមកតាម Telegram ខ្ញុំមកខ្ញុំផ្សាយជូនបាទ font ខ្មែរ Arrow ហ្នឹងណាបាទអញ្ចឹងខ្ញុំយក font ហ្នឹងកុំព្យូទ័រខ្ញុំតឡើងហើយអញ្ចឹងគឺខ្ញុំគ្រាន់តែ select ឲ្យយកប្រើយកហ្មងអត់ទៅការតឡើងទៀតទេបើកុំព្យូទ័រអ្នកទាំងគ្នាអាចអត់មានទេហ្នឹងហើយតើអ្នកទាំងគ្នាប្រិចធំបាទប្រិចធំមកបានឃើញគំនូសវាគូបាទប្រិចធំចេះឃើញទេអញ្ចឹងបានយើងឃើញគំនូសគូលេខ1លេខ2លេខ3បាទរបៀបសរសេរអក្សរកខហ្នឹងគឺយើងត្រូវគូពីណាទៅណាគឺឃើញហើយប៉ុន្តែបើសិនជាអ្នកទាំងនេះអត់ zoom វាធំទេមើលអត់សូវឃើញទេបាទហើយ font ខ្មែរ Arrow ហ្នឹងខ្ញុំមានអ្នកទាំងនេះចង់បានឆាតមកតាម Telegram ខ្ញុំមកខ្ញុំផ្សាយជូនបាទអាហ្នឹងគឺជាល្អសម្រាប់គ្រូបរិញ្ញាបាទគ្រូបរិញ្ញាដែលបរិញ្ញាក្មេងៗអ្នកទី1ទី2ដែលគាត់បរៀនកូនក្មេងសរសេរអក្សរហ្នឹងគឺបាទអាចប្រើ font ហ្នឹងបានណាហើយតកតងទៅនឹងរបៀបតឡើង font បើអ្នកទាំងគ្នាអត់ចេះទេទៅមើលវីដេអូខ្ញុំបាទវីដេអូខ្ញុំចេញមួយទៀតហ្នឹងវីដេអូមុនហ្នឹងគឺខ្ញុំបង្ហាញពីរបៀបតឡើង font ណាមួយនៅក្នុងកុំព្យូទ័រអ្នកទាំងគ្នាអាចចូលមើលបានណាហើយខ្ញុំចេញវីដេអូច្រើនបាទអ្នកទាំងគ្នាមើលតាមលំដាប់លំដោយទៅបាទចង់ចេះចង់ដឹងមួយណាមើលតាមវីដេអូហ្នឹងទៅបាទហើយវីដេអូប៉ុណ្ណឹងគឺអត់មានវីដេអូនេះអត់មានអីទេបាទបង្ហាញពីការប្រើ font ទេចំណុចសំខាន់គឺថាដឹងថាពុម្ពអក្សរហ្នឹងគឺយើងប្រើ font អីគេណាបាទហើយបើសិនពុម្ពអក្សររបស់អ្នកទាំងគ្នាអត់មានទៅ download មកបាទឬមួយឆាតមកតាម Telegram ខ្ញុំមកខ្ញុំផ្សាយជូនបាទខ្ញុំផ្សាយ font នឹងជូនហើយអ្នកទាំងគ្នាអាចតឡើងក្នុងកុំព្យូទ័រអ្នកទាំងគ្នាប្រើបានបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណ